មានរឿងអីបានជាមើលទៅដូចជាសប្បាយចិត្តខ្លាំងម្ល៉េះទាំងពីរនាក់ចាជំរាបសួរលោកស្រីគឺថាក្រុមហ៊ុនតើតែចុះកិច្ចព្រមព្រៀងទទួលយកគម្រោងដ៏ធំមួយជាមួយនឹងដៃគូខ្លាំងស្រុកទៅបានជាលោកប្រធានគាត់សប្បាយចិត្តរួមទាំងលោកនាងខ្ញុំផងដែរអញ្ចឹងតែមុននេះដើរមកដូចជាទ្រង់ស្និទ្ធស្នាលគ្នាអីសម្បើម្ល៉េះញញឹមញញែមហើយភ្នែកគ្នាអីខ្លាំងម្ល៉េះហើយមកការស្លៀកពាក់របស់នាងចាស់នាងមកប្រជុំឬក៏នាងទៅដើរម៉ូដហ្នឹងហ៎បានហើយអូនថ្ងៃនេះយើងទទួលបានការងារដ៏ធំមួយបងកំពុងតែសប្បាយចិត្តអូនកុំនិយាយអីមិនល្អណាមួយពិសីបានជួយការងារបងច្រើនណាស់នាងក៏ហត់ណាស់ដែរមួយថ្ងៃនេះតោះទៅបន្ទប់ office របស់បងវិញណាបងមានកាដូឲ្យបងឯងមានអីលាក់បាំងជាមួយនឹងខ្ញុំមែនទេបានជាខំនិយាយកាត់ការពារស្រីលេខានោះខ្លាំងម្ល៉េះអូនសម្លាញ់បងប្រាប់អូនច្រើនដងហើយថាបងមិនមានអីជាមួយនាងទេនាងជាលេខារបស់បងអញ្ចឹងហើយបានជាត្រូវទៅណាមកណាត្រូវតែមាននាងទៅជាមួយណាអូននាងប្រសពការងារណាស់មានសមត្ថភាពហើយបើអូនចេះតែរករឿងនាងអញ្ចឹងតែនាងដាក់ពាក្យលាឈប់នោះច្បាស់ជាពិបាកហើយណាអូនព្រោះថាក្រុមហ៊ុនយើងកំពុងតែមមាញឹកណាស់តែយ៉ាងណាបងក៏គួរតែយល់ចិត្តអូនខ្លះកុំបង្ហាញភាពស្និទ្ធស្នាលជាមួយស្រីនោះពេកអីណាណាទៅទុកចិត្តទៅបើពេលវេលាបងនៅចិត្តអូនស្ទើរតែតិចជាងស្រីលេខានោះទៅទៀតនោះហើយបងមើលចាស់ការស្លៀកពាក់នាងដូចជាចង់តាក់បងអញ្ចឹងអូនសម្លាញ់លើលោកនេះណាក្រៅពីការងារបងគិតតែពីអូនម្នាក់គត់អូនកុំគិតច្រើនអីទោះលើលោកមានស្រីស្អាតយ៉ាងណាក៏បងក៏មិនអាចយកចិត្តបងបានដែរណាមួយយើងកំពុងតែត្រៀមយកកូនជាមួយគ្នានោះអីដើម្បីបង្កើតគ្រួសារដ៏ពេញលេញមួយអូនត្រូវទុកចិត្តបងណានាងមិនក៏ចាំបាច់ឆាចិត្តអីប្តីខ្ញុំម្ល៉េះអូចាជំរាបសួរអ្នកស្រីខ្ញុំកំពុងតែចាំយកឯកសារខ្ញុំមិនប្រាប់នាងឲ្យត្រូវទេត្រឹមតែជាលេខាមិនចាំបាច់ស្លៀកពាក់លោឆាយអីសម្បើមបែបនេះទេសំពត់ខ្លីខើចពណ៌វិញស្រស់ឆើតឆាយនាងមានចិត្តចង់តាក់ប្តីខ្ញុំដែរនេះអត់ទេអ្នកស្រីខ្ញុំប្រមាននាងណាហាមស្លៀកពាក់ពណ៌ស្រស់ខើចខ្លីហាត់មុខមាត់លាបក្រែមពណ៌ក្រហមជាដាច់ខាតបានហើយអូនមិនក៏បែបនេះទៀតហើយបន្ទប់ក៏មានកាមេរ៉ាអូនអាចមើលគ្រប់ពេលណាក៏បានកុំទៅស្ដីថាអញ្ចឹងឲ្យពិសីអីគ្នាមិនដឹងអីទេអូននេះពិសីយកឯកសារនេះទៅឲ្យខាងរដ្ឋបាលចុះចាលោកប្រធានខ្ញុំដឹងថាប្រពន្ធរបស់ខ្ញុំបង្កការលំបាកច្រើនណាស់ដល់ពិសីខ្ញុំក៏មិនហាមឃាត់ដែរបើសិនជាពិសីសម្រេចចិត្តលាឈប់បែបនេះតែសូមពិសីបញ្ចប់រាល់កិច្ចការសំខាន់ជាមុនសិនហើយខ្ញុំនឹងផ្ដល់ប្រាក់ដំណាច់ឆ្នាំឲ្យស័ក្តិសមទៅនឹងសមត្ថភាពរបស់ពិសីកន្លងមកណាចាខ្ញុំយល់ហើយលោកប្រធានតាមពិតទៅខ្ញុំពិតជាចូលចិត្តបរិយាកាសនៅទីនេះណាតែធ្វើម៉េចបើមានរឿងអញ្ចឹងខ្ញុំក៏មិនចង់បង្កការលំបាកដល់លោកប្រធានណារួមទាំងខ្លួនខ្ញុំផងដែរឲ្យខ្ញុំចូលភ្លាមខាងក្នុងជាអ្នកណាបានជាឯងមិនឲ្យយើងចូលហ៎ពួកឯងជួយលាក់បាំងមេឯងមែនទេអ្នកស្រីគឺលោកប្រធានកំពុងតែប្រជុំអ្នកស្រីកុំចូលអីអ្នកស្រីthôiចេញយើងចូលប្រាប់ថាឲ្យជិះចេញអូអញ្ចឹងតាបានជាហាមមិនឲ្យខ្ញុំចូលអូនសម្លាញ់គឺពិសីណានេះស្រីតាក់តងប្តីគេណាទោះតែបែបនេះ
យើងមិនមែនជាប្រភេទស្រីដេកក្រំទ្រូងឲ្យនាងសហាយដូចជានាងបានសក់ទេយើងប្រមាននាងណាកុំឲ្យយើងឃើញម្ដងទៀតឲ្យសោះ មិនក៏អូនធ្វើអញ្ចឹងទៀតហើយបងមិនដឹងថាបងគួរទៅធ្វើយ៉ាងម៉េចទើបអូនចូលចិត្តបងនោះទេវិស័យមកនេះណាគឺនាងមកដាក់ពាក្យលាឈប់ព្រោះតែអូនឯងហ្នឹង ត្រូវតែបែបនេះហើយបើមិនអញ្ចឹងទេច្បាស់ជាឈឺសាច់ជាងនេះជាមិនខានលោកប្រធានអញ្ចឹងខ្ញុំលាទៅវិញហើយស្ថានភាពសុខភាពឯងល្អធម្មតាទេអាចមានខ្លួនបានតែថាសូមកាត់បន្ថយ stress បន្តិចទៅពីព្រោះថាបញ្ហា stress នេះណាក៏រៀងដល់ការមានកូនផងដែរមិនឲ្យ stress យ៉ាងម៉េចបើពួកស្រីអស់នោះហើយចាឯងជាគ្រូពេទ្យសម្ភពមិនមែនជាអ្នកដោះស្រាយវិបត្តិគ្រួសារអីទេឃើញតាមប្តីរត់តែថ្ងៃសោះមានស្រីឯណាមកឆក់បានទៅញ៉ាំណាស់អ្នកស្រីពូកែប្រចាំអូកុំភ្លេចញ៉ាំវីតាមីនឲ្យបានទៀងទាត់ផងណាបន្លែផ្លែឈើអីល្អហ្នឹងញ៉ាំឲ្យបានច្រើនទៅហើយយល់ល្អហាត់ប្រាណខ្លះក៏កាន់តែល្អផងដែរចាអ្នកគ្រូពេទ្យសម្លាញ់នេះលោកឯងនៅមានមុខមកជួបខ្ញុំទៀតលោកឯងបានធ្វើអីខ្លះកាលពី3ឆ្នាំមុន តែបងបានដឹងខុសហើយអូនបងបានតាមអង្វរអូនរយៈពេល3ឆ្នាំមកនេះមិនដែលសប្បាយចិត្តម្ដងណាទេបងសូមឲ្យតែពួកយើងត្រូវគ្នាវិញបងចង់ប៉ះបើនៅកំហុសណាតែអូន ខ្ញុំមិនអាចលើកលែងឲ្យលោកឯងបានទេចឹងតើហើយឈប់អរខ្ញុំទៀត មកពីការនោះយើងនៅក្មេងពេកអូនសាក់គិតទៅមើលបើអូនទុកកូននោះអូនមិននឹងអាចជោគជ័យជាមួយនឹងការងារដូចរាល់ថ្ងៃនេះទៅ បិទមាត់តាបងគ្មានសិននិយាយរឿងនេះទេជាស្ត្រីគំរូពូកែប្រចាំក្រុមហ៊ុនអញ្ចឹងហ៎តែបើជាធ្លាប់ធ្វើរឿងស្មោកគ្រោកចង់ដណ្ដើមប្តីយើងមែនទេយើងនឹងធ្វើឲ្យនាងឯងបាត់បង់គ្រប់យ៉ាង បើអូនទុកកូននោះអូនមិននឹងអាចជោគជ័យ អូ ជាមួយនឹងការងារ ជាបុគ្គលិកគំរូផងមិនក៏ទៅធ្វើរឿងបែបនេះណោះហើយក្មេងមកពីខេត្តតែអញ្ចឹងបានមកក្រុងណាពង្រៀងទឹកម៉ាស៊ីនហើយ ខំមកស្រឡាញ់ស្មានថាជាស្រីត្រឹមត្រូវលោកអើយគួរបីខ្ពើមណាស់ស្រីអីធ្លាប់មានកូនតាំងពីមិនទាន់គ្រប់អាយុស្ដាយទឹកចិត្តដែលខំសរសើរទៅមុខណាស់ចង់ឃើញផងពេលនេះចាំមិនដែរខ្ញុំទុកឱកាសឲ្យនាងជាច្រើនដងមកហើយតែនាងនៅតែកើតជាមួយខ្ញុំនាងមើលស្រាខ្ញុំពេកហើយពេលនេះនាងស្គាល់ហើយមែនទេនេះអ្នកស្រីកំពុងតែនិយាយពីអីកុំប្រាប់ណាថាវីដេអូនោះអ្នកស្រីគឺជាអ្នកថតគឺខ្ញុំតែយ៉ាងម៉េចនាងចេះតែតាមប្តីខ្ញុំស្អិតដូចជាស្គរកុំស្មានថាខ្ញុំមិនដឹងថានាងកំពុងតែចង់ចាប់ប្តីខ្ញុំណាតែនៅមកណាតែពីរនាក់រហូតមានអ្នកខ្លះយល់ច្រឡំទៀតថានាងគឺជាប្រពន្ធរបស់ប្តីខ្ញុំថាទៅមើលមិនឲ្យខ្ញុំខឹងកើតដែរតែអ្នកស្រីធ្វើនេះវាហួសដែនកំណត់ហើយបើអ្នកស្រីមានផតាំងច្បាស់ថាខ្ញុំពិតជាបានតាក់ទងលោកប្រធានពិតមែនអ្នកស្រីអាចបកអាកាសខ្ញុំបានតែនេះវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំវាជាដំបៅក្នុងចិត្តរាប់ឆ្នាំមកហើយបែរជាអ្នកស្រីយកវាមកបាក់កកាយបែបនេះអ្នកស្រីពិតជាហេតុណាស់ខ្ញុំមិនអាចលើកលែងឲ្យអ្នកស្រីបានទេអ្នកស្រីកល្យាន
នេះនាងគំរាមខ្ញុំហ៎គួរឲ្យចង់សើចណាស់យល់ល្អនាងឆាប់ចេញឲ្យឆ្ងាយទៅកុំឲ្យខ្ញុំធ្វើរឿងធ្ងន់ធ្ងរជាងនេះខ្ញុំចង់ទៅកន្លែងឆ្ងាយមួយរយៈរំសាយកង្វល់ខ្លះពេលណាធូរស្បើយខ្ញុំនឹងត្រឡប់មកវិញជាមិនខានខ្ញុំនឹងមកវិញធ្វើជាមនុស្សថ្មីម្ដងទៀតពីខ្ញុំពិសីអ្នកមីងចេញទៅខ្ញុំមិនទិញទេឯងធ្លាប់ឮពីអំពើស្នេហ៍ទេស្រីនោះធ្វើដាក់ឯងបែបនេះហើយមិនគិតសងសឹកគេវិញខ្លះទេអីមីងនិយាយពីអីមិនក៏មីងដឹងរឿងខ្ញុំអញ្ចឹងមីងទៅណាបាត់ហើយចម្លែកណាស់ទៅណាក៏លឿនម្ល៉េះឯងសម្រាប់នៅទីនេះសិនចុះណាព្រឹកស្អែកខ្ញុំនឹងនាំឯងទៅលេងនៅភូមិអ្នកស្រុកចាបងអរគុណបងឯងសម្រេចចិត្តទៅតើឯងត្រឡប់ទៅវិញរបៀបណាហើយត្រូវរស់នៅយ៉ាងម៉េចបើកិត្តិយសរបស់ឯងរលាយអស់ទៅហើយនោះមានតែធ្វើឲ្យដូចស្រីម្នាក់នោះគិតបានជាឆ្លុះបែបនេះហើយឯងសាក់គិតមើលទៅនាងតូចបងស្គាល់មីងម្នាក់នោះទេបងចុះបងដែលដឹងលឺអំពីអំពើស្នេហ៍ទេមីងម្នាក់នោះគាត់ចេះធ្វើស្នេហ៍មែនទេបងចុះបងនៅមានជំនឿដែរមែនទេគេថាអាគមគឺផ្សំអាយុណាអូនមនុស្សនៅទីនេះនៅតែប្រកាន់ខ្យល់បែបនេះមិនក៏អូនដឹងខ្ញុំបានជួបគាត់ម្ដងហើយបងមីងធ្វើស្នេហ៍ខ្ញុំមួយមកមីងពិសីនេះឯងពិសីឯងកុំសម្រេចចិត្តដោយភ្លាមបែបនេះអីខ្ញុំគ្មានជំរឿទេខ្ញុំមិនដឹងថាទៅវិញចាប់ផ្ដើមដោយរបៀបណាទេខ្ញុំក៏មិនអាចទៅតិចខ្លួនអញ្ចឹងរហូតដែរនេះឯងគិតច្បាស់ហើយមែនទេខ្ញុំគ្មានផ្លូវផ្សេងទេមីងធ្វើឲ្យខ្ញុំមកពិសីឯងកុំសម្រេចចិត្តដោយភ្លាមបែបនេះអីខ្ញុំគិតរួចហើយបងកុំខត់ខ្ញុំអីរឿងដែលខ្ញុំបានជួបវាហួសពីសមត្ថភាពខ្ញុំដែលអាចដោះស្រាយបានហើយអញ្ចឹងខ្ញុំមានតែពឹងលើផ្លូវអរូបឲ្យដោះស្រាយឲ្យហើយអូពិសីនេះមកវិញហើយខ្ញុំឲ្យច្បាប់ដល់ទៅ1 ខែ
មិនក៏ឆាប់មកវិញម្ល៉េះ ចាជំរាបសួរលោកប្រធានខ្ញុំមកនេះគឺមកសុំសមុទ្រលេខឈប់ពីលោកនាយកវិញខ្ញុំដូរចិត្តថាមិនឈប់ទេពីព្រោះថាខ្ញុំមិនបានខុសអញ្ចឹងខ្ញុំនឹងមិនរត់គេចទៅណាទេខ្ញុំនឹងបង្ហាញឲ្យគ្រប់គ្នាដឹងថាខ្ញុំស្អាតស្អំ ចំពោះរឿងនេះខ្ញុំក៏សុំទោសពិសីដែរតែក៏សប្បាយចិត្តដែលពិសីអធិស្ឋានយោគយល់ដល់ប្រពន្ធរបស់ខ្ញុំណានាងតែងតែបែបនេះព្រោះថានាងធំឡើងនៅក្នុងគ្រួសារតែទម្រើសនាងតាំងតែពីតូច មិនអីទេលោកប្រធានខ្ញុំបានបំភ្លេចចោលហើយថ្ងៃណាមួយអ្នកស្រីច្បាស់ជាយល់អញ្ចឹងខ្ញុំរកទៅធ្វើការងាររបស់ខ្ញុំហើយលោកប្រធាន បាទតាមសម្រួលចុះ នាងឯងមិនក៏នាងឯងមកវិញមិនក៏មិនទៅស្លាប់ឲ្យឆ្ងាយពីគ្រួសារយើងទៅនាងមានកម្មពីអីជាមួយគ្រួសារយើងនាងចេញទៅស្រីចង្រៃអ្នកស្រីស្ងប់អារម្មណ៍ខ្ញុំមិនបានធ្វើអីដូចដែលអ្នកស្រីគិតទេខ្ញុំកំពុងតែធ្វើការតាអ្នកស្រី មិនក៏អូនទៅជាបែបនេះនេះបងកំពុងតែប្រជុំអូនមករករឿងដូចជាមនុស្សគ្មានសតិអញ្ចឹងទៅផ្ទះវិញទៅ ពេលដល់ទៅប្រពន្ធប្រធានក្រុមហ៊ុនមិនក៏ធ្វើចរិតបែបនេះណោះណែយើងលើកពីទៅចាំអារម្មណ៍ថាអ្នកស្រីមានជំងឺផ្លូវចិត្តណាប្រចាំពិសីនឹងលោកនាយកនោះអីណាហើយប្រហែលจะទ្រាំបានទៅបើគាត់មិនទុកមុខឲ្យប្តីផងមើលចោះកំពុងប្រជុំជាមួយអតិថិជនសំខាន់ផងគាត់មិនធ្វើចរិតបែបនេះ ខ្ញុំមិននឹកស្មានថានាងធ្វើដល់ម្លឹងសោះ លោកប្រធានកុំបារម្ភអីខ្ញុំបានមកដោះស្រាយជាមួយនឹងភ្ញៀវរួចហើយថ្ងៃស្អែកលោកប្រធាននាំអ្នកស្រីទៅមន្ទីរពេទ្យចោះខ្ញុំនឹងទៅជួបជាមួយនឹងអតិថិជនជំនួសលោកប្រធាន ពិសីខ្ញុំពិតជាអរគុណណាស់ខ្ញុំយល់ថាយ៉ាងណាក៏ខ្ញុំនៅមាននាងចាំជួយខ្ញុំគ្រប់ពេលវេលាដែលខ្ញុំមានការលំបាក ខ្ញុំនឹងចាំជួយលោកប្រធានគ្រប់ពេលណាកុំបារម្ភពេកអីខ្ញុំបានណាត់គ្រប់ពេលរួចហើយលោកប្រធានកុំដល់អ្នកស្រីចាស់ ឯងមិនជឿយើងមែនទេឯងជាអ្នកធ្វើឲ្យយើងខ្លាចជាបែបនេះឯងនឹងមានកម្មពៀស្រីចង្រៃស្រីបិសាចឯងបំផ្លាញយើង អូនប្រពន្ធសម្លាញ់អូនដឹងខ្លួនឡើងអូនយ៉ាងម៉េចហើយអូន អ្នកស្រីបានផុតពីគ្រោះថ្នាក់ហើយគ្រាន់តែសម្រាកនិងញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ទៅគាត់នឹងលែងអីហើយតែអ្វីដែលខ្ញុំចង់ចូលរួមសោកស្ដាយជាមួយលោកនោះគឺថាអ្នកស្រីកល្យានបានបាត់បង់ទារកនៅក្នុងផ្ទៃហើយ ថាម៉េចអ្នកគ្រូពេទ្យប្រពន្ធខ្ញុំមានកូននាងមានពីពេលណាមិនដេចក៏នាងមិនប្រាប់ខ្ញុំ គាត់មានអាយុ8សប្តាហ៍ត្រូវនឹង2ខែគាត់ទៅតែបំពេញនៅអាទិត្យមុននេះឯងនេះគាត់មិនបានប្រាប់លោកទេ អត់ទេនាងមិនបានប្រាប់ខ្ញុំឡើយនាងព្យាយាមមានកូនយូរណាស់មកហើយតែពួកយើងមិនអាចតែពេលនេះមិនក៏ទៅជាអញ្ចឹងតើឲ្យខ្ញុំធ្វើមិនទៅអ្នកគ្រូពេទ្យ លោកនិងអ្នកស្រីនៅក្មេងឡើយអាចនឹងមានលទ្ធភាពមានកូនបន្តទៀតបានតែអ្វីដែលសំខាន់នៅពេលនេះគឺជាសុខភាពផ្លូវចិត្តរបស់អ្នកស្រីលោកត្រូវតែថែទាំផ្លូវចិត្តរបស់គាត់ឲ្យបានល្អជាមុនសិនអ្វីដែលប៉ះទង្គិចគាត់ខ្លាំងនោះគឺរឿងកូននេះឯង
ខ្ញុំសង្ឃឹមថាលោកនឹងចំណាយពេលវេលានៅជាមួយអ្នកស្រីឲ្យបានកាន់តែច្រើននោះគាត់នឹងចាប់បានប្រសើរឡើងវិញណាខ្ញុំជួយបានតែប៉ុណ្ណឹងខ្ញុំសូមទៅវិញហើយតែខ្ញុំបានធ្វើអ្វីខ្ញុំគិតថាការសងសឹកវានឹងធ្វើឲ្យខ្ញុំសប្បាយចិត្តតែនេះវាមិនមែនទេអ្វីដែលខ្ញុំចង់បានពិតប្រាកដមិនមែនជាការសងសឹកឡើយខ្ញុំស្គាល់យ៉ាងច្បាស់ពីទំហំនៃការឈឺចាប់នៅពេលដែលបាត់បង់កូនតែខ្ញុំបានជាធ្វើឲ្យអ្នកដទៃបាត់បង់កូនទៅវិញលោកអើយខ្ញុំខុសហើយតើខ្ញុំប៉ះប៉ូវរឿងនេះបានដោយរបៀបណាបងជួយជូនខ្ញុំទៅផ្ទះមីងមានបានទេបងចុះឯងមករកគាត់នេះមានការអីមីងខ្ញុំចង់ដល់អំពើស្នេហ៍ដែលខ្ញុំដាក់កន្លងមកចេញវិញយើងជួយមិនបានទេអំពើនេះដាក់បានតែដោះវិញមិនបានទេថាម៉េចមីងមិនបានដោះមិនបានក្រែងឯងច្បាស់ណាស់មែនទេពេលដែលយើងសួរថាពិតជាចង់ដាក់ស្នេហ៍មែននោះម្ដេចពេលនេះមកប្រែក្រឡាស់វិញចឹងខ្ញុំដឹងខ្លួនខុសហើយណាមីងខ្ញុំមិនគួរធ្វើបាបអ្នកដទៃអញ្ចឹងទេខ្ញុំមិនបានស្រឡាញ់បរិសម្នាក់នោះទេហើយគាត់ក៏មិនបានស្រឡាញ់ខ្ញុំដែរខ្ញុំបានគាត់មកដោយសារអំពើស្នេហ៍នេះវាមិនមានក្តីសុខនោះទេខ្ញុំចង់ឲ្យគ្រប់យ៉ាងដូចតាមវិញណាមីងយើងនិយាយហើយដាក់បានតែដោះមិនបាននោះទេមីងដកអំពើនោះចេញវិញទៅណាមីងយ៉ាងណាក៏វាមិនអាចដូចដើមដែរហេតុអីមិនអាចមីងគេនឹងត្រឡប់ទៅរកប្រពន្ធគេវិញហើយខ្ញុំនឹងទៅឲ្យឆ្ងាយមិនរំខានគេទៀតទេគេអាចចាប់តាមជាថ្មីបានគ្រប់យ៉ាងនឹងដូចដើមវិញហើយណាមីងអញ្ចឹងតើកូនគេអាចរស់ឡើងវិញបានទេហ៎ឯងនិយាយទៅមើលគ្រប់យ៉ាងដូចដើមលុះត្រាតែកូនគេនោះអាចរស់ឡើងវិញបានយើងអាចដកស្នេហ៍នោះមកវិញបានតែឯងមិនអាចឲ្យគ្រប់យ៉ាងដូចដើមវិញទេយល់ទេ